នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់កុងតាក់ Scenario ជំហានដំបូងយើងត្រូវ download ជាមួយនឹង app Tuya Smart នៅក្នុង App Store ឬមួយក៏នៅក្នុង Play Store បន្ទាប់ពី download ហើយត្រូវបង្កើត account Tuya ជាមួយនឹង email របស់អ្នកទាំងអស់គ្នាសិនបន្ទាប់មកយើងដាក់ថ្មរបស់វាចូលនៅខាងក្រោយបន្ទាប់មកយើងចង្កត់ប៊ូតុងទី3របស់កុងតាក់ឲ្យជាប់រហូតដល់វាលើភ្លើងព្រាកៗរួចយើងចូលទៅកាន់ hub របស់យើងមកនឹងចុចសញ្ញាបូកនៅខាងក្រោមចុចពី add new device នឹងធ្វើការរងចាំវាបន្តិចសិនរួចចុច next មកនឹងចុច done តែប៉ុណ្ណឹងគឺយើង add កុងតាក់របស់យើងបានជោគជ័យហើយចំពោះកុងតាក់ Scenario មួយនេះគឺវាមាន4ចុចអញ្ចឹងចំពោះ switch នីមួយៗគឺយើងអាចធ្វើការ customize scene នីមួយៗតាមនឹងបានចំពោះកុងតាក់ Scenario នេះគឺយើងប្រើទៅលើការបញ្ជា scene នៅក្នុង app របស់យើងអញ្ចឹងដើម្បីធ្វើការប្រើជាមួយកុងតាក់មួយនេះយើងត្រូវមាន scene ប្រើប្រាស់សិនអញ្ចឹងដើម្បីធ្វើការបង្កើត scene យើងចូលទៅកន្លែង scene មករួចចុចសញ្ញាបូកនិងចុចពាក្យ create scene រួចចុច Run tab to run និងចុច add task រួចចុច control single device និងរើសឧបករណ៍របស់អ្នកទាំងអស់គ្នាមួយមកប៉ុន្តែខ្ញុំរើសម៉ាស៊ីនត្រជាក់របស់ខ្ញុំអញ្ចឹងខ្ញុំអាចសេរីបានដូចគ្នាអញ្ចឹងសេរី17អង្សាសេកន្លែងនេះខ្ញុំចង់ឲ្យវាបើកអញ្ចឹងចុចស្វីចេញពណ៌បៃតងមករួចចុច next និងចុច save រួចដាក់ឈ្មោះស៊ីនរបស់យើងមួយសិននិងចុច confirm តែប៉ុណ្ណឹងគឺយើងបង្កើត scene បានជោគជ័យហើយដើម្បី add scene ចូលទៅក្នុងកុងតាក់យើងត្រូវរើសកុងតាក់ដែលយើងចង់ add ចូលសិនដែលកុងតាក់ទាំងអស់មាន4អញ្ចឹងយើងរើសមួយណាក៏បានដែរអញ្ចឹងខ្ញុំរើសកុងតាក់ទី1រួចចុច add intelligence កន្លែងនេះគឺវាមាន3 option single click មានថាចុច1តង់ double click មានថាចុច2តង់ long press មានថាចុចឲ្យជាប់អញ្ចឹងដំបូងគេខ្ញុំចង់រើស single click មានន័យថាចុច1តង់រួចរើស scene មួយមកអញ្ចឹងខ្ញុំរើស scene ដែលខ្ញុំទៅបង្កើតមិញហ្នឹងគឺ scene ម៉ាស៊ីនត្រជាក់របស់ខ្ញុំរួចចុច save មកតែប៉ុណ្ណឹងនៅពេលដែលខ្ញុំចុចមួយคลิกគឺវានឹងធ្វើការបើក scene របស់ខ្ញុំហើយអញ្ចឹងម៉ាស៊ីនត្រជាក់របស់ខ្ញុំក៏វាបើកដែរអញ្ចឹងចំពោះ switch នីមួយៗគឺយើងអាចធ្វើការ add បានរហូតដល់3 scene អញ្ចឹងមិញយើង add បានមួយ scene ហើយអញ្ចឹងដើម្បីធ្វើការ add បន្តចុចពី add intelligence មកអញ្ចឹងកន្លែងនេះមិញយើងរើស single click ហើយអញ្ចឹងយើងបន្ទាប់មកយើងត្រូវរើស double click ម្ដងដែលមានន័យថាចុច2តង់ដើម្បីដំណើរការ scene រួចរើស scene មួយមកអញ្ចឹងខ្ញុំរើស scene បិទម៉ាស៊ីនត្រជាក់របស់ខ្ញុំរួចចុច save មកអញ្ចឹងតែប៉ុណ្្នឹងគឺយើង add បាន scene ទី2ហើយដែល scene ទី1គឺការចុច1 click scene ទី2គឺចុច2 click អញ្ចឹងតែប៉ុណ្្នឹងដល់ពេលដែលខ្ញុំចុច2 click ទៅគឺម៉ាស៊ីនត្រជាក់របស់ខ្ញុំគឺវានឹងបិទហើយដើម្បី add scene ទី3គឺយើងចុច add intelligence ដដែលមករួចចុច long press ដែលមានន័យថាចង្កត់ឲ្យជាប់ដើម្បីធ្វើការបើក scene រួចរើស scene ណាមួយមកអញ្ចឹងខ្ញុំរើស scene បើកអំពូលទាំងអស់របស់ខ្ញុំរួចចុច save អញ្ចឹងតែប៉ុណ្ណឹង scene ទី3គឺយើង add បានជោគជ័យហើយនៅពេលដែលយើងចុចប៊ូតុងទី1ឲ្យជាប់គឺវានឹងធ្វើការបើកអំពូលរបស់ខ្ញុំហើយអញ្ចឹងនៅពេលដែលកុងតាក់ទី1របស់យើង full ហើយយើងចូលទៅកាន់កុងតាក់ទី2របស់យើងបានបន្ទាប់មកចុច add intelligence ដដែលមកកន្លែង3 option នេះចង់រើសមួយណាក៏បានដែរដូចយើង add មិញហ្នឹងអញ្ចឹងខ្ញុំរើស single click រួចរើស scene ណាមួយមកអញ្ចឹងខ្ញុំចង់រើស scene វ៉ានទឹករបស់ខ្ញុំរួចចុច save មកតែប៉ុណ្ណឹងគឺយើង add បានជោគជ័យហើយនៅពេលដែលខ្ញុំចុចកុងតាក់ទី2មួយ click គឺ scene វ៉ានទឹករបស់ខ្ញុំគឺវានឹងធ្វើការដំណើរការហើយដើម្បីធ្វើការលុបឬមួយក៏ remove scene ចោលយើងគ្រាន់តែរើស scene ណាមួយមករួចទាញមកឆ្វេងនិងចុចសញ្ញាធុងសម្រាមរួចចុច confirm តែប៉ុណ្ណឹងគឺយើងលុបបានជោគជ័យហើយយើងអាចធ្វើការ add ម្ដងទៀតបានដោយចុចសញ្ញាពាក្យ add intelligence ដើម្បីធ្វើការ reset កុងតាក់ Scenario យើងចង្កត់ប៊ូតុងទី3នេះឲ្យជាប់រហូតដល់វាលើភ្លើងព្រាកៗន
នៅពេលដែលវាលើភ្លើងហើយគឺវាមានន័យថា reset រួចរាល់ហើយយើងអាចធ្វើការ add ម្ដងទៀតបាននៅក្នុង app Tuya Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ